នៅជម្រៅសមុទ្រដងងឹតមានត្រីបាឡែនយក្សមួយកំពុងតែយកខ្នងរបស់វាទៅត្រដុសនឹងថ្មនៅបាតសមុទ្រម្ដងហើយម្ដងទៀតរាល់ពេលដែលស្រទាប់ស្បែកមករបស់វាត្រូវបានកិតចេញវាតែងតែតាក់ទាញហ្វូងត្រីតូចរាប់មិនអស់ឲ្យមកប្រជែងគ្នាស៊ីត្រីតូចទាំងនោះជឿជាក់ថាដរាបណាពួកវាដើរតាមចង្វាក់នៃការរបស់ស្បែករបស់ត្រីបាឡែនពួកវានឹងអាចទទួលបានសាច់ដ៏ឆ្ងាញ់បំផុតនៅក្នុងពិភពលោកពួកវាប្រមូលផ្ដុំគ្នាជុំវិញត្រីបាឡែនបង្កើតជាក្រុមជាបាក់ពួកប្រកួតប្រជែងគ្នាថាអ្នកណាបានស៊ីស្បែករបស់មុនគេហើយអបអរសាទរគ្នាថាអ្នកណាអាចហែទៅជិតមុខរបួសនោះបំផុតពួកវាសើចចំអកឲ្យត្រីផ្សេងដែលនៅឆ្ងាយកំពុងរកចំណីដោយស្ងប់ស្ងាត់ដោយគិតថាត្រីទាំងនោះគ្មានមហិច្ឆតាគ្មានភាពក្លាហានហើយកំពុងបាត់បង់ឱកាសមាសដែលអាចផ្លាស់ប្ដូរវាសនាជីវិតបានប៉ុន្តែថ្ងៃមួយត្រីបាឡែនបានហែចូលទៅក្នុងជ្រោះសមុទ្រដ៏ជ្រៅវាលែងត្រូវការត្រដុសខ្នងទៀតហើយនៅពេលនោះហ្វូងត្រីដែលធ្លាប់ពឹងផ្អែកលើវាក៏បាត់បង់ទីពឹងភ្លាមពួកវាត្រូវបានជ្រុនសមុទ្របោកបក់ឲ្យបែកខ្ញែកទៅគ្រប់ទីហើយជាចុងក្រោយក៏ក្លាយជាចំណីរបស់សត្វមៀងសាសីផ្សេងទៀតដែលស្រេកឃ្លានយើងតែងតែសម្លឹងមើលតែអ្នកជោគជ័យដែលឈរនៅលើកំពូលសិក្សាពីកាយវិការផ្លូវដើរនិងបទពិសោធន៍របស់ពួកគេប៉ុន្តែមិនបានឃើញសាកសពដ៏ស្ងៀមស្ងាត់រាប់មិនអស់ដែលនៅក្រោមជើងរបស់ពួកគេឡើយយើងក៏មិនបានឃើញដែរថាភាពជោគជ័យជាច្រើនមានចំណែកនៃសំណាងដែលសូម្បីតែម្ចាស់ខ្លួនឯងក៏ប្រហែលជាមិនបានដឹងដែររឿងរ៉ាវលើកទឹកចិត្តដែលអ្នកបានឃើញជាញឹកញាប់គឺជាការនិទានរបស់អ្នកដែលនៅរស់រានមានជីវិតប៉ុណ្ណោះបន្ទាប់ពីគំរូនៃភាពបរាជ័យទាំងអស់ត្រូវបានលុបចេញរួចហើយនៅពេលដែលពិភពលោកទាំងមូលកំពុងបង្រៀនអ្នកពីរបៀបខ្លាយជាត្រីដែលបានស៊ីសាច់ដ៏ឆ្ងាញ់នោះគេបែរជាមិនបានប្រាប់អ្នកថាជាច្រើនដងអ្នកមិនទាន់ស្គាល់ខ្លួនឯងផងថាអ្នកជានរណាហើយកំពុងរស់នៅក្នុងដែនទឹកប្រភេទណាកុំយករឿងចៃដន្យឲ្យទៅធ្វើជាច្បាប់ហើយក៏កុំយកគោលដៅចុងក្រោយរបស់អ្នកដទៃមកធ្វើជាបន្ទាត់ចាប់ផ្ដើមដែលអ្នកគិតថាខ្លួនឯងត្រូវតែទៅដល់ដូចគ្នានោះដែរ